សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់មេរៀនភាសាចិនអញ្ចឹងថ្ងៃនេះយើងសិក្សាអំពីថ្ងៃខែជាភាសាចិនគឺអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅសិក្សាទាំងអស់គ្នាអញ្ចឹងនៅក្នុងថ្ងៃខែជាភាសាចិនអត់មានអីពិបាកចំណាំទេដោយសារយើងយកលេខមកធ្វើជាថ្ងៃខែមានន័យថាបើប្រៀបធៀបជាមួយនឹងខ្មែរយើងគឺថ្ងៃច័ន្ទអង្គារពុធពហសុក្រសៅរ៍អញ្ចឹងទៅក៏ប៉ុន្តែភាសាចិនគឺយើងប្រើលេខ 1 2 3 4ដើម្បីសម្គាល់ថ្ងៃទី1ទី2ទី3ជាថ្ងៃច័ន្ទអង្គារពុធពហស្មើថ្ងៃខែជាភាសាខ្មែរយើងអូខេអញ្ចឹងពាក្យថាស៊ីនឈីនេះប្រែថាសប្តាហ៍ឬក៏ថ្ងៃទីសប្តាហ៍គឺពាក្យបច្ចេកទេសពាក្យបច្ចេកទេសរបស់ខ្មែរយើងចឹងយើងហៅសាមញ្ញថាថ្ងៃទីថ្ងៃច័ន្ទអង្គារពុធពហអញ្ចឹងទៅអូខេអញ្ចឹងសម្រាប់ថ្ងៃច័ន្ទជាភាសាចិនយើងអានថាស៊ីនឈីអ៊ីអញ្ចឹង e នេះគឺលេខ1លេខ1គឺលេខដំបូងគេអញ្ចឹងថ្ងៃដំបូងគេគឺថ្ងៃច័ន្ទដូចគ្នាអញ្ចឹងសម្រាប់ភាសាចិនថ្ងៃខែយើងអត់ពិបាកចំណាំទេគេចឹងបន្តទៀតសម្រាប់ថ្ងៃអង្គារគឺយើងអានថាស៊ីនឈីអអូខេអញ្ចឹងថ្ងៃអង្គារគឺអានថាស៊ីនឈីអញ្ចឹងនេះគឺលេខ2អញ្ចឹងថ្ងៃអង្គារបើយើងរាប់ទៅគឺលេខរៀងទី2ច័ន្ទអង្គារអូខេបន្ទាប់គឺថ្ងៃពុធអូខេថ្ងៃពុធក្នុងភាសាចិនគឺយើងអានថាស៊ីនឈីសានអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចេះលេខជាភាសាចិនមេរៀនវគ្គមុនប្រកាសជាងាយស្រួលចេះងាយស្រួលចាំជាមួយនឹងថ្ងៃខែជាភាសាចិនអញ្ចឹងថ្ងៃពុធយើងអានថាស៊ីនឈីសានអូខេបន្ទាប់គឺថ្ងៃប្រហ័សអានថាស៊ីនឈីសឺថ្ងៃប្រហ័សថ្ងៃសុក្រអូខេអញ្ចឹងថ្ងៃសុក្រយើងអានថាស៊ីនឈីអ៊ូអូខេថ្ងៃសុក្របន្ទាប់គឺថ្ងៃសៅរ៍យើងអានថាស៊ីនឈីលាវសំឡេងទី4ស៊ីនឈីលាវអញ្ចឹងស៊ីនឈីលាវប្រែថាថ្ងៃសៅរ៍ថ្ងៃបន្ទាប់គឺថ្ងៃអាទិត្យអញ្ចឹងសម្រាប់ភាសាចិនយើងអានបាន2ស៊ីនឈីធានក៏ប្រែថាថ្ងៃអាទិត្យស៊ីនឈីរឺក៏ប្រែថាថ្ងៃអាទិត្យអញ្ចឹងពីរហ្នឹងគឺប្រើប្រាស់ដូចគ្នាគ្រាន់តែជាទូទៅយើងភាសានិយាយគេនិយាយថាស៊ីនឈីធានអូខេបើសិនជាសរសេរឯកសារយើងអាចសរសេរជាស៊ីនឈីរឺបានតែបន្ទាប់ពីហ្នឹងអត់ខុសគ្នាទេគ្រាន់តែមួយគេនិយមប្រើមួយទៀតគេមិនសូវប្រើតែប៉ុណ្ណឹងក៏ប៉ុន្តែមានន័យដូចគ្នាគឺប្រែថាថ្ងៃអាទិត្យអូខេអញ្ចឹងសម្រាប់ពាក្យថ្ងៃហ្នឹងគឺយើងអស់ហើយយើងរៀនអំពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យអញ្ចឹងសម្រាប់បងប្អូនដែលគិតថាមេរៀននេះយើងលឿនពេកអាចបកទៅមើលម្ដងទៀតបានអញ្ចឹងសម្រាប់មេរៀនភាសាចិនរបស់យើងគឺយើងធ្វើមកគឺងាយស្រួលរៀនអូខេមួយថ្ងៃយើងរៀនតែ10ពាក្យទេប៉ុន្តែថ្ងៃហ្នឹងយើងអត់បាន10ពាក្យទេសារតែយើងរៀនចប់ត្រឹមថ្ងៃអាទិត្យគឺពាក្យទី7ក៏ប៉ុន្តែបងប្អូនត្រូវចាំថារៀនភាសាអីក៏ដោយកុំបង្ខំមួយថ្ងៃត្រឹមតែ10ពាក្យឲ្យតែយើងចាំស្ទាត់ទៅចាំនឹងរៀនទៅមុខទៀតអូខេអញ្ចឹងមុននឹងក្រោយគង់តែចេះទេយើងរៀនពាក្យស្រាលទៅមុនសិនហើយមួយថ្ងៃយើងចាំឲ្យបាន10ពាក្យចាំបានទាំងអស់រឹតតែល្អអូខេអញ្ចឹងយើងជួបគ្នានៅថ្ងៃស្អែកបន្តទៀតអញ្ចឹងមេរៀននេះចាប់តែប៉ុណ្ណឹងសូមអរគុណ